ខឹងច្រឡោតបន្ទាប់ពីកម្ពុជាបានលាតត្រដាងជាថ្មីម្ដងទៀតនៅសកម្មភាពរំលោភបំពានយកទឹកដីរបស់ខ្មែរនៅលើវេទិកាអង្គការសហប្រជាជាតិឬ UN ដែលជាការប៉ះទង្គិចការទូតជាលើកទី2រវាងប្រទេសទាំងពីរក្នុងរយៈពេលមិនដល់1ខែផងនៅក្នុងសម័យប្រជុំលើកទី60នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN នៅទីក្រុងហ្សឺណែវប្រទេសស្វីសកាលពីថ្ងៃទី8ខែតុលាឆ្នាំ2025តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិលោកឥណ្ឌារ៉ាបានចង្អុលជាចំហទៅប្រទេសថៃចំពោះសកម្មភាពរំលោភបង្ខំឲ្យប្រជាជនខ្មែរផ្លាស់ទីលំនៅឡោមព័ទ្ធភូមិរឹបអូសទ្រព្យសម្បត្តិបណ្ដឹងចេញដោយបង្ខំនិងឃុំទាហានខ្មែរ18នាក់មិនព្រមដោះលែងលោកឥណ្ឌារ៉ាលើកឡើងថាទង្វើរបស់ថៃនេះមិនមែនជារឿងអរូបីទេប៉ុន្តែជារបួសរស់រវើកដែលអង្គការសហប្រជាជាតិមិនអាចរក្សាភាពស្ងៀមស្ងាត់បានឡើយសេចក្តីថ្លែងការណ៍នេះបានធ្វើឲ្យភាគីថៃច្រឡោតឡាំប៉ានៅថ្ងៃបន្ទាប់តំណាងអចិន្ត្រៃយ៍រងរបស់ប្រទេសថៃលោកស្រីប្រាតាណាឌីយ៉ាតាតបានប្រើវេទិកា UN ដដែលនេះវាយបកវិញដោយចោទប្រកាន់កម្ពុជាថាបានផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីកេងចំណេញនយោបាយនិងប្រើប្រាស់ UN ជាវេទិកាឃោសនាលោកស្រីប្រាតាណានិយាយការពារទង្វើរបស់ថៃថាភូមិជោគជ័យនិងភូមិព្រៃច័ន្ទគឺជាទឹកដីរបស់ថៃជាទីដែលថៃបានផ្ដល់ជំរកឲ្យជនភៀសសឹកកម្ពុជាជ្រកកោនដែលកម្ពុជាមិនគួរសងគុណថៃបែបនេះឡើយកាលពីចុងខែកញ្ញាឆ្នាំ2025នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅសហរដ្ឋអាមេរិកទំនាស់ពាក្យសម្ដីដ៏ក្តៅគគុកស្រដៀងគ្នានេះបានកើតឡើងម្ដងហើយរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់សុខុននិងរដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសាក់ភូមិកេតកែវពេលនោះកម្ពុជាបានចង្អុលថៃដោយមិនចុចឈ្មោះពីការប្រើកម្លាំងបណ្ដេញពលរដ្ឋខ្មែរនិងពាត់យកដីដោយមិនញញើច្បាប់អន្តរជាតិលោកស៊ីហាសាក់ក៏ខឹងច្រឡោតចោទកម្ពុជាថាសម្ដែងជាជនរងគ្រោះ